ជីវិតមនុស្សយើងវាមិនទៀងទេចាជូនរាំងជូនភ្លៀងហើយជូនថ្ងៃក៏ជូនយើងថ្ងៃណាទៅក៏បានសាច់គោឆ្ងាញ់ទៅថ្ងៃណាទៀតនឹងធ្លាក់ខ្លួនប្រហុកចឹងណាតែនៅឆ្ងាញ់ដូចគ្នាចឹងចាថ្ងៃនេះដែរគឺបានឆាម្រះព្រៅជាមួយសាច់គោអូយជាតិមកជាតិកប់លូមហើយយើងថាហិលវិញហោះកប់បបោព្រោះសាម្ទេសចូល30គ្រាប់ហ្នឹងមិនបានរាប់ទេបងប្អូននេះម្ទេសច្រើនណាមានអាក្រៀមផងមានអាស្រស់ផងនេះឥឡូវយកមកបុកចូលគ្នាហើយមានពិបាកទេបងប្អូននេះឆាម្រះព្រៅសាច់គោហ្នឹងគ្រឿងអត់មានច្រើនទេមានតែខ្ទឹមសខ្ទឹមក្រហមម្ទេសយើងហ្នឹងហើយនឹងខ្ញុំក៏លួចដាក់ល្មៀតម្ដុំដែរដើម្បីឲ្យវាមានពណ៌ស្អាតចឹងណាឥឡូវបុករួចហើយមិនបាច់បុកមាត់ខ្លាំងពេកបងប្អូនឥឡូវយកមកដាក់ឆាហើយចាវីវក់វាបន្តិចទៅបន្ទាប់ពីវីវក់ហើយដាក់គ្រឿងម្ចាស់ហ្នឹងវាមានសពរសជាតិហើយប្រេងខ្យងចាទឹកម្ទេសអំបិលស្ករប៊ីចេងយើងហ្នឹងចាបន្ទាប់ទៀតហ្នឹងក៏លួចដាក់ទឹកបន្តិចទៅដើម្បីលាងចានគ្រឿងហ្នឹងចាចំពោះការឆានេះគឺនេះខ្ញុំដាក់ថែមទឹកហ្នឹងគឺឲ្យមានជាតិប៉ែកចាបើសិនជាយើងស្ងួតពេកគឺពិបាកញ៉ាំដែរគឺមានជាតិប៉ែកហើយមានទឹកវាយើងអាចស្រូបបាយបានហ្នឹងឆ្ងាញ់ហ្មងឥឡូវបងម្រះព្រៅហើយគឺរួចរាល់ហើយអរគុណច្រើនបងប្អូនអរគ្នាជូនពរហែង